បន្ទាប់ពីនេះតើត្រូវធ្វើអ្វីទៀតបងប្អូនបានទទួលការអញ្ជើញហើយបាន scan វាហើយឥឡូវបងប្អូនមកដល់ទីនេះដូច្នេះតើបងប្អូនត្រូវធ្វើអ្វីទៀតបន្ទាប់ពីនេះតើបងប្អូនចង់ឲ្យភាសាអង់គ្លេសរបស់បងប្អូនកាន់តែល្អប្រសើរដែរឬទេប្រហែលវាអាចជួយឲ្យបងប្អូនបំពេញការងារឬក៏ធ្វើឲ្យជីវិតបងប្អូនកាន់តែប្រសើរឡើងនិងបើកនូវឱកាសការងារដ៏ច្រើននៅពេលអនាគតមិនថាបងប្អូនស្គាល់ពួកយើងដោយវិធីណានោះទេបងប្អូនប្រហែលជាមានសំណួរជាច្រើនដែលចង់សួរជំរាបសួរខ្ញុំបាទវាសនាខ្ញុំជាអ្នកសម្រុះសម្រួលរបស់បងប្អូនទាំងអស់គ្នានៅពេលបងប្អូនស្វែងរកគេហទំព័រនេះបងប្អូនអាចចុចតំណភ្ជាប់ផ្សេងដើម្បីស្វែងយល់ពីចម្លើយចំពោះសំណួររបស់បងប្អូនទោះមិនមែនទាំងអស់ក្តីជំហានទី1ស្វែងរកទីតាំងដែលបងប្អូនចង់ហាត់និយាយពួកយើងផ្ដល់ជូននៅវគ្គសន្ទនាជាង20ទីតាំងទូទាំងប្រទេសកម្ពុជាការជួបជុំរបស់យើងត្រូវបានដឹកនាំដោយអ្នកសមាជិកភាគច្រើនជាជនជាតិបរទេសមកពីសហរដ្ឋអាមេរិកអូស្ត្រាលីហ្វីលីពីនហើយក៏មានអ្នកសមាជិកជាជនជាតិខ្មែរយើងផងដែរនៅពេលបងប្អូនរកឃើញទីតាំងរបស់ពួកយើងហើយសូមពិនិត្យមើលទំព័រព័ត៌មានដើម្បីបញ្ជាក់ថ្ងៃនិងម៉ោងសម្រាប់ការជួបជុំនោះកម្មវិធីនេះផ្អែកទៅលើការសន្ទនាពិតៗដោយផ្ទាល់ដូច្នេះមិនមានចំណុចចាប់ផ្ដើមជាក់លាក់ឡើយបងប្អូនអាចចូលរួមពេលណាក៏បានថ្ងៃនេះក៏បានហើយបងប្អូននឹងមិនបានខកខានក្នុងការអនុវត្តភាសាអង់គ្លេសរបស់បងប្អូននោះទេចំពោះបងប្អូនមិនអាចចូលរួមបានរៀងរាល់ម៉ោងក៏មិនអីនោះទេជីវិតតែងតែមានភាពមមាញឹកច្រើនអ្នកខ្លះចូលរួមបានតែមួយដងក្នុងមួយសប្តាហ៍ឬអ្នកខ្លះទៀតបានតែមួយដងក្នុងមួយខែដោយសាររវល់តែការងារនិងភារកិច្ចនៅក្នុងក្រុមគ្រួសារដូច្នេះនៅទីនេះបងប្អូនអាចចូលរួមពេលណាក៏បានដែរឲ្យតែទំនេរឥឡូវនេះបងប្អូនប្រហែលជាឆ្ងល់ហើយថាតើអ្នកស្ម័គ្រចិត្តទាំងនោះជានរណាពួកគាត់ជាអ្នកផ្សព្វផ្សាយសាសនាដែលមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប៉ុន្តែនៅក្នុងការបម្រើមួយនេះពួកគាត់មិនមែនជាអ្នកផ្សព្វផ្សាយឬនិយាយអំពីសាសនានោះទេការយកចិត្តទុកដាក់ដ៏សំខាន់របស់ពួកគាត់គឺជាការជួយបងប្អូនឲ្យពង្រឹងចំណេះដឹងខាងភាសាអង់គ្លេសឲ្យកាន់តែល្អប្រសើរឡើងហើយការជួបជុំនេះគឺជាការជួបជុំដោយផ្ទាល់ដើម្បីសន្ទនាដោយឥតគិតថ្លៃអ្វីដែលកាន់តែល្អនោះគឺថាអ្នកសមាជិកជាច្រើនអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់គួរសមដែលអាចជួយបកស្រាយអត្ថន័យឬភ្ជាប់គំនិតរវាងភាសាទាំងពីរបានកាន់តែងាយស្រួលជាការពិតណាស់វាជាកម្មវិធីអនុវត្តដោយឥតគិតថ្លៃហើយគ្មានការបង់ប្រាក់អ្វីទាំងអស់បងប្អូនមិនចាំបាច់ទិញសម្ភារៈនោះទេគ្រាន់តែមានសៀវភៅសរសេរមួយនិងប៊ិចផ្ទាល់ខ្លួនមួយទៅបានហើយវាពុំចាំបាច់ទេតែវាក៏មានប្រយោជន៍ច្រើនដែរដោយសារតែវាផ្ដោតលើការសន្ទនាដោយផ្ទាល់នោះសមាជិកគ្រួសាររបស់បងប្អូនក៏អាចចូលរួមបានផងដែរការជួបជុំនេះមិនមានកម្មវិធីឬសម្ពាធដែលបានកំណត់ទុកជាមុននោះទេដូច្នេះបងប្អូនអាចនិយាយភាសាអង់គ្លេសបានយ៉ាងរលូនជាមួយនឹងអ្នកដទៃនៅពេលឆាប់ៗនេះតើបងប្អូនចាប់ផ្ដើមដោយរបៀបណានៅលើគេហទំព័រព័ត៌មាននៃទីតាំងរបស់បងប្អូននឹងឃើញលេខទូរស័ព្ទរបស់អ្នកសមាជិកម្នាក់ដូច្នេះបងប្អូនអាចខលទៅប្រាប់ថាបងប្អូននឹងមកចូលរួមឬគ្រាន់តែមកចូលរួមភ្លាមនៅពេលដែលការជួបជុំចាប់ផ្ដើមសូមកុំបារម្ភថាវាលំបាកអីមិនថាបងប្អូនទៅតែអ្នកចាប់ផ្ដើមឬក៏ចេះភាសាអង់គ្លេសហើយខ្លះនោះទេពួកយើងសូមស្វាគមន៍បងប្អូនទាំងអស់គ្នាជានិច្ចគោលបំណងរបស់ពួកយើងនោះគឺអនុវត្តភាសាអង់គ្លេសដោយសប្បាយរីករាយបង្កើតទំនាក់ទំនងនិងរីកចម្រើនជាមួយគ្នាបើសិនជាបងប្អូនចង់ដឹងថាហេតុអ្វីបានជាវាអត់គិតថ្លៃសូមចុចនៅលើពាក្យហេតុអ្វីវាអត់គិតថ្លៃនៅទីនោះខ្ញុំនឹងបញ្យល់ពីរបៀបដែលអ្នកសមាជិកនិងមូលនិធិរបស់ពួកគាត់ដែលកំពុងដំណើរការជួយដល់ប្រជាជនខ្មែរយើងតាមរយៈការបម្រើនិងការអប់រំ